តៃកុងឡានដឹកកម្មករដែលបើកបញ្ច្រាស់ទិសនៅលើផ្លូវជាតិលេខ5ចូលខ្លួនទទួលទោសនិងធ្វើកិច្ចសន្យាបញ្ច្រាស់ទិសហើយបានជួយខ្ញុំចូលខ្លួនទទួលកំហុសបងប្អូនពីថ្ងៃទៅខ្ញុំធ្វើសម្រាប់តាមខ្ញុំហើយចាំវាទៅយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថានៅព្រឹកថ្ងៃទី26ខែឧសភាឆ្នាំ2026នេះបុរសម្នាក់ដែលជាអ្នកបើកបររថយន្តដឹកកម្មករបើកបរល្មើសច្បាប់ចរាចរណ៍បានចូលខ្លួនមកដោះស្រាយចំពោះមុខច្បាប់ហើយកាលពីព្រឹកថ្ងៃទី25ខែឧសភាឆ្នាំ2026កន្លងទៅនេះមានករណីរថយន្តដឹកកម្មករមួយគ្រឿងបានបើកបរខុសទិសដៅចរាចរណ៍បើកបញ្ច្រាស់ទិសនៅលើកំណត់ផ្លូវជាតិលេខ5សកម្មភាពនេះបានបង្កឲ្យមានការរិះគន់និងក្តីបារម្ភយ៉ាងខ្លាំងពីសំណាក់អ្នកដំណើរព្រោះវាអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរជាយថាហេតុដោយពីទទួលបានព័ត៌មានកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានធ្វើការស្រាវជ្រាវនិងកោះហៅអ្នកបើកបររូបនោះឲ្យចូលខ្លួនមកដោះស្រាយនៅចំពោះមុខសមត្ថកិច្ចអ្នកបើកបររូបនេះត្រូវបានធ្វើការអប់រំណែនាំអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកវិន័យអន្តរការទៅតាមច្បាប់កំណត់ធ្វើកិច្ចសន្យាមិនឲ្យមានការបើកបរខុសច្បាប់ចរាចរណ៍បែបនេះជាបន្តទៀតឡើយជាមួយគ្នានេះផងដែរអាជ្ញាធរមានសមត្ថកិច្ចក៏បានអំពាវនាវយ៉ាងទទូចដល់បងប្អូនអ្នកបើកបររថយន្តដឹកកម្មករទាំងអស់សូមមេត្តាបង្កើនការប្រុងប្រយ័ត្ននិងគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនបំផុតព្រោះការធ្វេសប្រហែសតែ1វិនាទីអាចបំផ្លាញជីវិតមនុស្សជាច្រើនអ្នកដែលកំពុងផ្ញើនៅលើដៃរបស់អ្នកបើកបរមើលនិយាយមកឡានហ្នឹងបាទជាប់នេះបាទជាប់បាទនេះបាទអីណានេះថៃAI ព្រោះ AI សាបែកខ្មែរនេះបាទតាមខុសចាប់ទៅសួរនេះក៏ជាចឹងណាហ្នឹងហើយអត់បញ្ហាអីទេមកឡានហ្នឹងបាទ